ភាគទី3នៅឯខាងក្នុងថ្នាក់រៀនវិញអ្នកទាំងអស់គ្នាមកមើលតកាន់ទីនហើយក៏ដូចជាមួយនឹងមិត្តរួមថ្នាក់របស់គាត់ម្នាក់ដែលមានឈ្មោះថាស៊ីយ៉ានឹងទៅស៊ីយ៉ាវិញពួកគាត់ទាំងពីរកំពុងតែនិយាយឌឺដងដាក់គ្នាទៅវិញទៅមកហើយសភៅដែលស៊ីយ៉ាគាត់កំពុងតែមើលអ្នកទាំងអស់គ្នាវិញក៏បានដឹងទៀតសិតតែសភៅដែលខ្លាយទៅជាព្រះរាជបុត្រអូគាត់គឺអានសភៅបែបហ្នឹងហើយចំណែកស៊ីយ៉ានៅពេលដែលអ្នកទាំងអស់គ្នាជាពិសេសគឺជាទីននឹងគឺបានឌឺដងដាក់គាត់ក៏បានឃើញសភៅរបស់ទីនដែលកំពុងតែអាននឹងដែរហើយចំពោះទីនវិញគឺអានសភៅគឺសិតតែជាសភៅប្រឡំលោកស្នេហាធ្វើឲ្យតកាន់ស៊ីយ៉ាវិញគាត់ក៏បានឌឺដងដាក់តកាន់ទីនហើយពួកគាត់ទាំងពីរនាក់ហ្នឹងគឺគិតតែឌឺដងដាក់គ្នានឹងគឺទៅវិញទៅមកទៅក្លែងមកមើលនៅខាងក្រៅបន្តិចអ្នកទាំងអស់គ្នាលីនស៊ីវិញគាត់ក៏បានបើកមើលសភៅរបស់កញ្ញាវ៉ែនតាទៀតហើយសភៅរបស់កញ្ញាវ៉ែនតាមិនមានការសរសេររៀបរាប់អំពីស្ថានភាពគ្រួសាររបស់គាត់ទោះបីជាគាត់ខំប្រឹងរៀនយ៉ាងម៉េចក៏ដោយមើលទៅគ្រួសាររបស់គាត់ដូចជាមិនសូវពេញចិត្តជាមួយនឹងរឿងមួយនឹងចងកំពុងតែគិតបែបនឹងផងកញ្ញាវ៉ែនតាវិញគាត់ក៏បានចោះមកខាងក្រោមធ្វើឲ្យតកាន់លីនស៊ីគាត់ក៏បានឃើញនឹងនោះអញ្ចឹងគាត់ក៏បានចូលមកនិយាយជាមួយនឹងកញ្ញាវ៉ែនតានឹងតែម្ដងប៉ុន្តែមើលកញ្ញាវ៉ែនតាគាត់ដូចជាអត់ចង់និយាយជាមួយលីនស៊ីទេទាំងលីនស៊ីវិញគាត់ក៏និយាយទៅគាត់ក៏បានឈូសជាមួយនឹងសភៅនឹងហើយធ្លាក់ជាមួយនឹងអាកាដាសសូមសបត់នឹងគឺចេញនឹងនោះកញ្ញាវ៉ែនតានៅពេលដែលបានឃើញបែបហ្នឹងគាត់ក៏បានយល់អំពីពាក្យសម្ដីដែលលីនស៊ីនឹងគឺបាននិយាយមុនហ្នឹងអញ្ចឹងបើជាគាត់នឹងគឺគិតថាលីនស៊ីនឹងគឺចង់ប្រអាប់គាត់មិនឲ្យតែការលីនស៊ីនឹងគឺចង់ជួយគាត់មិនឲ្យតែការលីនស៊ីនឹងគឺចេះដឹងជាមួយរឿងរបស់គាត់នោះទេទាំងកញ្ញាវ៉ែនតាវិញគាត់ក៏បានយកសភៅក៏ដូចជាមួយនឹងអាកាដាសដែរធ្វើឲ្យតកាលីស៊ីនឹងគឺបានឃើញមុនហ្នឹងគឺយកឲ្យដាក់ចូលទៅក្នុងធុងសម្រាប់បោះចោលបាត់អញ្ចឹងទៅដើរកាត់ជាមួយលីនស៊ីប្រាប់តកាលីស៊ីកុំឲ្យលីនស៊ីនឹងគឺធ្វើឆ្លាតហើយចេះដឹងជាមួយរឿងរបស់អ្នកដតីនឹងគឺច្រើនពេកអីនិយាយបែបហ្នឹងហើយគាត់ក៏បានដើរចាក់ចេញទៅខាងក្រៅបាត់ហើយលីងស៊ីនេះចង់ជួយគេអញ្ចឹងឲ្យជួយខុសរបៀបហើយចំណែកឯម្នាក់ទៀតអ្នកទាំងអស់គ្នាម្នាក់ទៀតនឹងឲ្យតែលីងស៊ីនឹងគឺមានបញ្ហាដឹងតែចូលមកហើយគឺជាជីងយូនឹងហើយយកទឹកមួយឲ្យតែកាន់លីងស៊ីនឹងគឺបានផឹកអញ្ចឹងទៅទាំងឥឡូវនឹងពួកគាត់ទាំងពីរក៏បានមកដល់ខាងក្រៅអង្គុយនិយាយជាមួយនឹងគ្នានេះកំពុងតែអង្គុយនិយាយជាមួយនឹងគ្នានឹងលីងស៊ីវិញគឺមានរឿងជាច្រើនដែលគាត់នឹងគឺមិនសូវយល់ពាក់ព័ន្ធជាមួយនឹងការចង់ជួយរបស់គាត់ឲ្យតែកាន់មនុស្សដទៃប៉ុន្តែមើលទៅពួកគាត់ដូចជាមិនត្រូវការជំនួយរបស់គាត់នោះទេនៅពេលដែលបានសួរសំណួរមួយនឹងឲ្យតកាន់ជីងយូហើយជីងយូវិញគាត់ក៏អត់តមានចម្លើយប្រាប់ឲ្យតកាន់លីងស៊ីដែរប៉ុន្តែលីងស៊ីវិញគាត់ក៏បានបន្តការសួរទៀតទៅតើការធ្វើរបស់គាត់បែបនឹងឲ្យតកាន់កញ្ញាវ៉ែនតាតើគាត់នឹងគឺធ្វើនឹងគឺខុសឬក៏ត្រូវទៅហើយចំណែកឯជីងយូវិញគឺបានត្រឹមតែស្ដាប់ងក់ក្បាលគេនិយាយមិនគាត់គឺងក់ក្បាលតាមគេអញ្ចឹងទៅហើយសំណួរបន្ទាប់ទៀតដែលលីងស៊ីនឹងគឺបានសួរតកាន់ជីងយូតើជីងយូនឹងគឺមានបានលឺអំពីពាក្យសម្ដីដែលគាត់នឹងគឺនិយាយប៉ះពាល់ជាមួយនឹងអារម្មណ៍របស់ជីងយូកាលពីមុនឬក៏អត់ទេជីងយូគាត់តែលឺសំណួរមួយនឹងភ្លាមអ្នកទាំងអស់គ្នាអ្វីដែលគាត់នឹងគឺបានគិតដំបូងគេបំផុតកាលពីគាត់នឹងគឺនៅពីក្មេងៗរៀនថ្នាក់ទី4នៅពេលដែលលីស៊ីនឹងគឺបានប្រកួតប្រជែងជាមួយនឹងគាត់គិតថាគាត់នឹងគឺខ្សោយឲ្យតែកាន់ជីងយូនឹងគឺទៅតេស្តជាមួយសមត្ថភាព IQ របស់គាត់នឹងគឺនៅមន្ទីរពេទ្យទៀតនឹងហើយគឺជាអ្វីដែលគាត់នឹងគឺចងចាំនៅពេលដែលគាត់នឹងគឺបានជួបជាមួយលីស៊ីនឹងគឺដំបូងទាំងឥឡូវនឹងសំណួរមួយនឹងនៅពេលដែលលីស៊ីនឹងគឺបានសួរមកកាន់គាត់បែរជាកុហកអត់អីទេគាត់អត់សូវចងចាំទេនិយាយទៅគាត់គឺភ្លេចអស់អាលេងហើយដេញដោលនឹងគឺសួរច្រើនពេកធ្វើឲ្យតកាន់ជីងយូនឹងគឺទប់មិនបានរៀបរាប់ដែលគាត់នឹងគឺចងចាំទាំងអស់ឲ្យតកាន់លីងស៊ីនឹងឲ្យលីងស៊ីនឹងគឺបានដឹងចឹងទៅលីងស៊ីវិញគាត់ក៏បានតបមកវិញអូខួរក្បាលអត់មានការចងចាំណាកាលពី 4-5 ឆ្នាំមុនរឿងទាំងអស់នឹងគាត់គឺនៅតែចាំអាដែរនឹងនិយាយទៅធ្វើឲ្យតកាន់ជីងយូនឹងគឺរៀងក្អៀនមាត់ដែរដោយសារតែមិញគឺបដិសេធគេប៉ុន្តែឥឡូវនឹងគាត់គឺចងចាំទាំងអស់ចំណែកលីងស៊ីបែរជាគាត់នឹងគឺសោចអស់សំណោចទៅកាន់ជីងយូអើយគាត់រឿងចឹងប្រាប់គ្នាទៅមានថាអីនិយាយជាមួយនឹងគ្នាលេងសើចក៏ច្រើនហើយឥឡូវនឹងក៏លេងមកមើលនៅក្នុងថ្នាក់រៀនវិញអ្នកគ្រូវិញក៏បន្តការរៀនអ្នកទាំងអស់គ្នានឹងគឺបន្តទៀតអញ្ចឹងទៅបន្ទាប់ពីបញ្ចប់ម៉ោងរៀនអ្នកគ្រូវិញក៏មានរឿងមួយប្រាប់ឲ្យទៅកាន់អ្នកទាំងអស់គ្នានឹងគឺបានដឹងនៅរយៈពេលខាងមុខទៀតនឹងគឺមានការប្រកួតប្រជែងប្រឡងវិញ្ញាសាគណិតវិទ្យាមួយហើយមកក្រុមគឺមានគ្នារហូតដល់3នាក់ប្រាប់ឲ្យទៅកាន់អ្នកទាំងអស់គ្នានឹងគឺជ្រើសរើសក្រុមដើម្បីការប្រកួតប្រជែងនៅពេលខាងមុខនឹងគឺឲ្យហើយទៅនៅពេលដែលអ្នកគ្រូ
គ្រូនឹងគឺប្រាប់ហើយថ្នាក់រៀនក៏បានបញ្ចប់ហើយចំណាយកញ្ញាវ៉ែនតានេះកញ្ញាវ៉ែនតាវិញអត់មានសាំញ៉ាំចាំយូរទេគាត់ក៏បានគិតហើយគាត់ក៏បានចូលមកសួរទៅកាន់ជីងយូតែម្ដងតើជីងយូហ្នឹងគឺចង់ចូលរួមជាមួយនឹងក្រុមរបស់គាត់ឬក៏អត់ហើយចំណែកលីងស៊ីគេអត់បានសួរបែរជាគាត់នឹងគឺហៅទៅកាន់កញ្ញាវ៉ែនតាហើយកញ្ញាវ៉ែនតានឹងគឺចូលជាមួយនឹងគាត់មកមានទៅកាន់ជីងយូក៏ដូចជាមួយនឹងគាត់បាន3នាក់ល្មមហើយចំណែកកញ្ញាវ៉ែនតាវិញគាត់អត់មាននិយាយជាមួយលីងស៊ីទេនៅតែសួរសំណួរមួយនឹងឲ្យទៅកាន់ជីងយូមិនដឹងថាជីងយូនឹងគឺបរិស័ទជាមួយនឹងលីងស៊ីឬក៏អត់ទេថ្នាក់រៀនក៏បាននៅតែបន្តទៀតអញ្ចឹងទៅប៉ុន្តែមើលទៅកាន់លីងស៊ីវិញនេះលីងស៊ីវិញមករៀនឥឡូវហ្នឹងគាត់ដូចជាអត់មានបានគិតអំពីមុខវិជ្ជាអ្នកគ្រូដែលកំពុងតែរៀនទេមិនដឹងថាគាត់នឹងគឺគិតទៅដល់ណាតែអ្វីដែលគាត់នឹងគឺបានគិតធំបំផុតហ្នឹងគឺជាការប្រឡងគណិតវិទ្យានៅពេលខាងមុខហ្នឹងគាត់គឺត្រូវតែរើសក្រមឲ្យបាននៅពេលដែលកំពុងតែគិតថ្នាក់រៀននៅតែបន្តការបរៀនអញ្ចឹងទៅរហូតដល់ឥឡូវហ្នឹងថ្នាក់រៀនរបស់អ្នកគ្រូមុខវិជ្ជាមួយនឹងក៏បានបញ្ចប់ហើយចំណែកឯជីងយូវិញអ្នកទាំងអស់គ្នានៅពេលដែលបញ្ចប់ហើយចឹងទៅធ្វើឲ្យតកាន់គាត់នឹងក៏មានអីចង់ប្រាប់ឲ្យតកាន់លីងស៊ីដែរប៉ុន្តែលីងស៊ីវិញគាត់គឺរៀបចំជាមួយនឹងផែនការរបស់គាត់ដើម្បីប្រឡងនៅពេលខាងមុខនឹងហើយធ្វើឲ្យតកាន់ជីងយូវិញគាត់ក៏បានប្រាប់រឿងដែលគាត់នឹងគឺចង់ប្រាប់តែម្ដងទៅថាគាត់នឹងគឺសំទោសតកាន់លីងស៊ីមិនអាចចូលក្រុមជាមួយលីងស៊ីបានទេប្រាប់បែបហ្នឹងហើយគាត់ក៏បានចេញទៅខាងក្រៅនៅពេលដែលចេញមកខាងក្រៅហ្នឹងមិនគាត់ចូលបន្ទប់ទឹកចេញពីបន្ទប់ទឹកនឹងលីងស៊ីវិញគឺនៅពីមុខទ្វារល្មមគាត់គឺចង់សួរឲ្យតកាន់ជីងយូនឹងគឺបន្តិចទាំងឥឡូវនឹងពួកគាត់នៅកន្លែងមួយកន្លែងហ្នឹងធ្វើឲ្យតកាន់លីងស៊ីគាត់ក៏បានចាប់ដើមសួរថាហេតុអ្វីបានឲ្យតកាន់ជីងយូនឹងគឺមិនចូលក្រុមជាមួយនឹងគាត់ចំពោះជីងយូវិញហេតុផលរបស់គាត់នឹងគឺស្រួលយល់ខ្លាំងមែនទែនបើសិនជាពួកយើងទាំងពីរអ្នកនឹងគឺនៅក្នុងក្រុមតែមួយជាមួយនឹងគ្នាប្រកាសជាពួកយើងនឹងគឺអាចមានលទ្ធផលនឹងគឺឈ្នះច្រើនអញ្ចឹងគាត់ក៏ចង់ប្រកួតប្រជែងជាមួយនឹងលីងស៊ីនឹងដែរគាត់គឺនឹងបំបែកជា2ក្រុមអញ្ចឹងទៅចង់មើលតើពីណាគេឈ្នះពីណាគេចាញ់ហើយចំពោះលីងស៊ីវិញនៅពេលដែលប្រកួតប្រជែងគាត់ប្រកាសជាចូលចិត្តទៅប៉ុន្តែបែរជាគាត់នឹងគឺគិតថាក្រុមរបស់គាត់ប្រកាសជាឈ្នះ 100% តែម្ដងទៅលើក្រុមរបស់ជីងយូនឹងហើយគាត់ក៏បាននិយាយថាចេះបើសិនជាជីងយូនឹងគឺប្រកួតចាញ់គាត់តើជីងយូនឹងគឺនឹងឲ្យអីមកកាន់គាត់ទៅជីងយូវិញអត់តន់ប្រកួតផងបែរជាគិតថាគាត់នឹងគឺចាញ់ហើយគឺវាមិនសមចុះបើសិនជាគាត់នឹងគឺឈ្នះវិញឥឡូវនឹងគឺឲ្យអីមកកាន់គាត់រឿងមួយនឹងលីងស៊ីវិញគឺមិនតាន់គិតនោះទេប៉ុន្តែលីងស៊ីវិញគឺគិតថាខ្លួនគាត់នឹងគឺឈ្នះបើសិនជាគាត់នឹងគឺឈ្នះគាត់គឺឲ្យតកាន់ជីងយូនឹងគឺទិញទឹកស្តុបបារីរយៈពេល1ខែពេញដើម្បីឲ្យមកកាន់គាត់នឹងគឺផឹកមកឥឡូវយល់ព្រមអត់លក្ខខណ្ឌគេនៅពេលដែលខ្លួនគាត់ឈ្នះគាត់គឺយល់ព្រមជាមួយនឹងគេលឿនណាប៉ុន្តែបើសិនជាគេឈ្នះវិញបែរជាគាត់អត់តន់ដាក់លក្ខខណ្ឌឲ្យគេទេណាចំណែកជីងយូវិញមើលទៅគាត់យល់ព្រមហើយប៉ុន្តែចាំមើលអាការយល់ព្រមនឹងការប្រកួតប្រជែងមិនដឹងថារយៈពេលប្រហែលនៅពេលខាងមុខទៀតនឹងគឺនឹងមកដល់ប៉ុណ្ណឹងនៅពេលដែលលីងស៊ីនឹងគាត់គឺត្រឡប់មកដល់ផ្ទះរបស់គាត់វិញនេះអង្គុយញ៉ាំអាហារពេលល្ងាចជាមួយនឹងបងប្រុសរបស់គាត់មើលមុខទៅកាន់បងប្រុសរបស់គាត់នឹងធ្វើឲ្យបងប្រុសគាត់ក៏បានឆ្ងល់ថាមានរឿងអីធ្វើឲ្យទៅកាន់លីងស៊ីវិញគឺចាប់ដើមសួរហ្នឹងដោយសារតែការប្រឡងហ្នឹងគេគឺមិនបានគិតអំពីកំណត់ថាសិស្សច្បងឬក៏សិស្សប្អូននៅក្នុងក្រុមជាមួយនឹងគ្នានោះទេគាត់គឺចង់ប្រមូលទៅកាន់បងប្រុសរបស់គាត់ហ្នឹងគឺនៅក្នុងក្រុមជាមួយនឹងគាត់ហើយចំណែកបងប្រុសបរិសេធយ៉ាងលឿនតែម្ដងថាគាត់មិននៅជាមួយនឹងក្រុមរបស់គាត់ទេមិនចង់ឲ្យគេដឹងថាគាត់នឹងគឺជាបងប្រុសរបស់លីងស៊ីផងនៅក្នុងក្រុមរបស់លីងស៊ីដូចជាថា no ហើយទោះបីជាលីងស៊ីនឹងគឺសំបយ៉ាងម៉េចក៏ដោយគាត់ព្យាយាមញ៉ាំអាហារនៅលើតុរបស់គាត់ញុកយោញ៉ាំឲ្យលឿនអាងនឹងគាត់នឹងគឺត្រឡប់ទៅបន្ទប់របស់គាត់ញ៉ាំឆ្អែតញុកពេញមាត់ហើយគឺលាទៅកាន់ប្អូនសិស្សរបស់គាត់រត់ចូលទៅខាងក្នុងបន្ទប់បិទទាំងវាំងដូនអត់ឃើញមុខរបស់ប្អូនសិស្សរបស់គាត់នៅពេលនឹងទៀតចប់តែម្ដងលីងស៊ីអើយកាត់មកសកម្មភាពនៅខាងក្នុងថ្នាក់បន្តទៀតតែប្រុស3នាក់នេះកំពុងតែពិភាក្សាជាមួយនឹងគ្នារវាងតម្លៃកាតហើយតម្លៃកាតនឹងដូចជាតម្លៃកាត Pokemon នេះឥឡូវនៅខ្មែរកំពុងតែល្បីដែរនេះអូយតម្លៃថ្លៃរាប់រយពួកគាត់នឹងកំពុងតែពិភាក្សាជាមួយតម្លៃកាតនឹងថាកាតណាគឺមានតម្លៃថ្លៃជាងចឹងទៅហើយកាតតម្លៃថ្លៃហ្នឹងគឺវាមានរូបរាងយ៉ាងម៉េចចឹងទៅប្រុស3នាក់នេះអត់ការងារធ្វើពិភាក្សារឿងតម្លៃកាតដល់កនោះទាំងពេលដែលពួកប្រុសទាំង3នឹងកំពុង
ងតែពិភាក្សាជាមួយនឹងគ្នានឹងលីនស៊ីវិញគាត់ក៏កំពុងតែដើរចូលមកដល់ថ្នាក់ទៀតឃើញមិត្តភ័ក្តិរបស់គាត់ម្នាក់ហ្នឹងគឺចង់ប្រមូលទៅកាន់មិត្តភ័ក្តិរបស់គាត់ម្នាក់ហ្នឹងគឺចូលទៅក្នុងក្រុមរបស់គាត់ប៉ុន្តែម្នាក់ហ្នឹងគឺបានបដិសេធជាមួយលីនស៊ីទោះបីជាលីនស៊ីហ្នឹងគឺសោះប៉កែមិនប៉ុន្តែអត់ចូលក្រុមជាមួយលីនស៊ីសោះលីនស៊ីវិញគាត់ក៏បានរោផ្ទោដៅថ្មីហើយកោដៅថ្មីរបស់គាត់ហ្នឹងគឺជាស៊ីយ៉ាន់គាត់ក៏បានចូលមកសួរទៅកាន់ស៊ីយ៉ាន់ទោះបីជាស៊ីយ៉ាន់ហ្នឹងគឺអត់សោះប៉កែមែននៅពេលហ្នឹងចំពោះស៊ីយ៉ាន់វិញបែរជាបដិសេធជាមួយនឹងសោះប៉កែគឺជាលីនស៊ីហ្នឹងគឺចង់បបួលគាត់យ៉ាងម៉េចក៏ដោយហើយចំណែកទីនវិញគឺស្ដាប់ទៅកាន់លីនស៊ីហ្នឹងគឺបបួលហើយទៅកាន់ស៊ីយ៉ាន់ហ្នឹងគឺច្រើនដងពេកបែរជាគាត់ហ្នឹងគឺតមាត់ថាគេអត់ចង់ចូលទេហេតុអីបានហៅទៅកាន់គេហ្នឹងគឺច្រើនដងខ្លាំងម៉េះលីនស៊ីអើយលីនស៊ីវិញគឺបានត្រឹមតែខកចិត្តហើយដើរទៅខាងក្នុងតុរបស់គាត់អញ្ចឹងទៅហើយចំណែកឯស៊ីយ៉ានអ្នកទាំងអស់គ្នាស៊ីយ៉ានវិញមើលទៅគាត់ដូចជាសួរទៅកាន់ទីនទីនតើទីនទីនហ្នឹងគឺមានក្រុមហើយនៅហើយចំពោះទីនទីនវិញមើលទៅគាត់ដូចជាចង់មានការប្រកួតប្រជែងស្អីទេដឹងអំពីសមត្ថភាពរបស់គាត់នឹងគឺច្បាស់អញ្ចឹងប្រាប់ឲ្យទៅកាន់ស៊ីយ៉ាននៅឈាមទៅកុំនិយាយជាមួយនឹងគាត់តទៀតលីនស៊ីឥឡូវនឹងកំពុងតែដើរត្រឡប់ទៅចេញពីសាលារបស់គាត់ទាំងអស់សង្ឃឹមតែបើជាគាត់នឹងគឺបានជួបជាមួយនឹងសិស្សម្នាក់ទៀតដែលមានឈ្មោះថាចិនហ្វូនឹងចិនហ្វូវិញគាត់ក៏បានដឹងថាលីនស៊ីនឹងកំពុងតែរកក្រុមដើម្បីប្រកួតប្រជែងគណិតវិទ្យានៅពេលខាងមុខនឹងនោះហើយគាត់ក៏បានសួរទៅកាន់លីនស៊ីនឹងត្រង់ដែរគាត់ឥឡូវក៏កំពុងតែទនេថាគាត់នឹងគឺអាចចូលទៅក្នុងក្រុមរបស់លីនស៊ីនឹងគឺបានអត់ចំពោះលីនស៊ីវិញអ្នកទាំងអស់គ្នាឲ្យត្រូវការមនុស្សសឹងអីហ្នឹងឥឡូវហ្នឹងគឺមានមនុស្សម្នាក់គឺចង់ចូលជាមួយនឹងក្រុមរបស់គាត់អញ្ចឹងប្រកាសជាគាត់នឹងគឺស្វាគមន៍ដោយមានភាពកក់ក្ដៅបែបហ្នឹងហើយអញ្ចឹងពួកគាត់គឺនឹងខ្វះម្នាក់ទៀតចាំមើលគឺជាពីណាគេចូលទៅក្នុងក្រុមរបស់លីនស៊ីការពិតទៅអ្នកទាំងអស់គ្នាចិនហ្វូនឹងគឺជាមនុស្សម្នាក់ដែលបានរៀនជាមួយនឹងលីនស៊ីនឹងគឺតាំងពីនៅពីតូចមកម៉េះប៉ុន្តែដោយសារតែពួកគាត់ប្រហែលជារៀនថ្នាក់ខុសគ្នាមើលទៅបានពួកគាត់ទាំងពីរនាក់ហ្នឹងគឺអត់ចាប់អារម្មណ៍ប៉ុន្តែចំពោះចិនហ្វូវិញគាត់គឺចាប់អារម្មណ៍ជាមួយនឹងលីនស៊ីនឹងគឺតាំងពីដំបូងមកម៉េះក៏លេខមកមើលក្រុមរបស់កញ្ញាវ៉ាន់តាក៏ដូចជាមួយនឹងជីងយូវិញឥឡូវហ្នឹងនេះកំពុងតែពិភាក្សាជាមួយនឹងគ្នាហ្នឹងតែក៏លេខទៅខាងក្រៅបន្តិចឃើញតែកាន់លីនស៊ីគឺហៅគេនឹងគឺចូលក្រុមជាច្រើននេះប៉ុន្តែត្រូវគេនឹងគឺបានបដិសេធជីងយូនៅពេលដែលបានឃើញបែបហ្នឹងហើយបែរជាគាត់នឹងគឺមានអារម្មណ៍អាណិតទៅកាន់លីនស៊ីនៅពេលដែលកំពុងតែមានអារម្មណ៍បែបហ្នឹងកញ្ញាវ៉ាន់តាវិញអ្នកទាំងអស់គ្នាមើលទៅគាត់ដូចជាអត់សូវសប្បាយចិត្តទេហើយគាត់ក៏បានប្រាប់ទៅកាន់ជីងយូដែររឿងរបស់គេទុកឲ្យតែកាន់គេជាអ្នកដោះស្រាយទៅបើសិនជាលីងស៊ីនឹងគាត់អត់បានចូលរួមប្រកួតប្រជែងជាមួយនឹងគាត់ទេពួកគាត់ទាំងក្រុមហ្នឹងគឺនឹងអាចមានឱកាសនឹងគឺឈ្នះច្រើនធ្វើឲ្យតែកាន់ជីងយូវិញគាត់ណាមនុស្សម្នាដែរអញ្ចឹងគាត់មានមនោសញ្ចេតនាដែរហើយគាត់ស្គាល់ជាមួយលីងស៊ីនឹងច្រើនដែរបើសិនជាអត់មានលីងស៊ីនឹងគឺប្រកួតប្រជែងប្រកាសជាអត់មានការប្រកួតប្រជែងខ្លាំងរវាងពួកយើងទាំងពីរក្រុមហ្នឹងនោះតែកញ្ញាវ៉ាន់តាវិញគឺមិនខ្វល់ទេប្រាប់ឲ្យតែកាន់ជីងយូនឹងគឺយកចិត្តទុកដាក់ជាមួយនឹងអ្វីដែលកំពុងតែធ្វើនឹងទៅកុំខ្វល់ជាមួយនឹងរឿងរបស់គេនឹងគឺច្រើនពេកអីយើងក៏លេខមកមើលទៅកាន់ទីនទីននៅផ្ទះរបស់គាត់បន្តិចទីនវិញឥឡូវហ្នឹងគាត់ដូចជាកំពុងតែឆាតជាមួយនឹង fan ដូចគ្នាដោយសារតែពួកគាត់ទាំងពីរនាក់ហ្នឹងគឺមាន idol ដូចគ្នានឹងនោះអញ្ចឹងគឺពិភាក្សាជាមួយនឹងគ្នាត្រូវគ្នាខ្លាំងមែនទែនទីនវិញគឺចង់ឃើញរូបគេចង់ស្គាល់គេចង់រាប់អានជាមួយនឹងគេទៀតដោយសារតែមាន idol តែមួយនៅពេលដែលបានឆាតជាមួយនឹងគ្នាយូរទៅបែរជាពួកគាត់ទាំងពីរនាក់ហ្នឹងគឺចង់ណាត់ជួបជាមួយនឹងគ្នាហើយចំពោះទីនវិញសប្បាយចិត្តណាគឺណាត់ជួបជាមួយនឹងអ្នកដែលគ្រប់ត្រូល idol ដូចគ្នានឹងនោះណែឥឡូវហ្នឹងគឺរៀបចំខ្លួនហ្នឹងគឺកាន់រូប idol ហ្នឹងគឺនៅខាងក្រៅទៀតកំពុងតែរងចាំគេហ្នឹងគឺមកដល់ប៉ុន្តែពេលហ្នឹងអ្នកទាំងអស់គ្នាស៊ីយ៉ាមិនក៏បានកេះនៅពីក្រោយទាំងធ្វើឲ្យតកាន់ទីនវិញឆ្ងល់ចំហេតុអីបានអាប៉ែហ្នឹងគឺមកកន្លែងហ្នឹងចឹងស៊ីយ៉ាមិនក៏គឺមកលេងគាត់មករត់ហាត់ប្រាណគាត់មកដើរលេងចឹងទៅធ្វើឲ្យតកាន់ទីននេះទៅដើរលេងទៅថ្ងៃមកក្រោគាត់ហ្នឹងគឺធ្វើអីហើយគាត់ក៏បានព្យាយាមសួរតកាន់ទីនប៉ុន្តែមើលទៅទីនគឺមិនចង់និយាយជាមួយនឹងស៊ីយ៉ាននោះទេឲ្យតែកាន់ស៊ីយ៉ាននឹងចេញពីគាត់ប៉ុន្តែស៊ីយ៉ានវិញគឺគិតថាជុំទីនយ៉ាងហ្នឹងស្លៀកពាក់ស្អាតម៉ែណាត់ជួបជាមួយនឹងពីណាគេមែនហើយចំពោះទីនវិញកុំខ្វល់កុំចេះរឿងរបស់គាត់ឆាប់ចេញទៅគាត់គឺមានអ្នកចង់ជួបទីទៀតស៊ីយ៉ានវិញក៏បាននិយាយថាចេះជួបជាមួយនឹងពីណាគេឈ្មោះអញ្ចឹងទៅហ្នឹងហើយធ្វើឲ្យតែតាន់ទីន
ហើយមិនបានដឹងថាគាត់នឹងគឺមកជួបជាមួយនឹងម្នាក់នឹងហើយក៏ពិតម្នាក់ដែរទីននឹងគឺមកជួបនឹងគឺជាស៊ីយ៉ាន់នៅក្នុងបណ្ដាញសង្គមសធ្វើឲ្យទៅកាន់ទីនមិនគឺដេញវាយទៅកាន់ស៊ីយ៉ាន់ឥឡូវហ្នឹងណែពួកគាត់ទាំងពីរអ្នកហ្នឹងគឺមានអាយដលតែមួយដូចគ្នាទៀតអូយប៉ុន្តែមើលទៅពួកគាត់គឺនៅតែឌឺដងគ្នាដោយសារតែហេតុអីបានពួកគាត់នឹងគឺជ្រើសរើសអាយដលតែមួយដូចគ្នាចឹងនេះដល់កយមានរឿងជាច្រើនដែលពួកគាត់ទាំងពីរហ្នឹងគឺដូចគ្នាទៀតទេទោះបីជាមាន fan អាយដលតែមួយមែនប៉ុន្តែមើលទៅដូចជាមិនត្រូវគ្នាទេទីនវិញក៏ចាប់ក្រៀកកទៅកាន់ស៊ីយ៉ានហើយស៊ីយ៉ានវិញគឺប្រាប់ទៅកាន់ទីនបើសិនជាធ្វើបែបហ្នឹងគាត់គឺតដៃវិញហ្នឹងចំពោះទីនវិញហ៊ានដែរមែនហ៊ានវាយគាត់គឺជាមនុស្សស្រីដែរមែនធ្វើឲ្យទៅកាន់ស៊ីយ៉ានណាទាំងអស់គ្នាមកទ្រាំអត់បានឡើយទ្រាំអត់បានឡើយឈឿនណាពួកគាត់ទាំងពីរក៏បានប្រទៀងបតងគ្នាប៉ុន្តែអ្នកដើរជុំវិញហ្នឹងក៏បានឃើញទៅកាន់ក្មេងកំពុងតែឆ្លោះគ្នាឆ្ងល់តែអាក្មេងនេះកំពុងតែធ្វើអីពួកគាត់ប្រទៀងបតងគ្នាប៉ុន្តែមើលទៅកាន់ស៊ីយ៉ាងវិញអត់ហ៊ានធ្វើអីប៉ះពាល់ទៅកាន់ទីនទេកំពុងតែទាញគ្នាទៅវិញទៅមកក្រៀកគ្នាគៀកកគ្នាធ្វើឲ្យទៅកាន់ស៊ីយ៉ាងចុកដាច់ខ្យល់ហើយមានលោកពូម្នាក់គឺជាឪពុករបស់ស៊ីយ៉ាងក៏បានដើរចូលមកដល់ល្មមហើយចំណែកម៉ាក់របស់ទីនវិញគាត់ក៏បានមកដល់ដែរធ្វើឲ្យទៅកាន់ពួកគាត់ទាំងពីរដែរគឺឃើញទៅកាន់កូនរបស់ពួកគាត់ទាំងពីរកំពុងតែទាញគ្នាជាភាសាគឺជាប៉ារបស់ស៊ីយ៉ាងតែម្ដងគាត់ក៏បានចូលមកបំបែកទៅកាន់ពួកគាត់ក្មេងៗហ្នឹងទាំងឥឡូវហ្នឹងកំពុងតែស្ដីឲ្យទៅកាន់កូនប្រុសរបស់គាត់ហើយសួរទៅកាន់កូនប្រុសរបស់គាត់ក្នុងនាមជាមនុស្សប្រុសដ៏ល្អហេតុអីបានធ្វើបែបហ្នឹងដាក់ទៅកាន់ក្មេងស្រីទីនដល់ខ្ជូតចឹងធ្វើឲ្យទៅកាន់ទីននៅពេលដែលប៉ារបស់ស៊ីយ៉ានកំពុងតែស្ដីឲ្យទៅកាន់ស៊ីយ៉ានចឹងទៅយើងសប្បាយចិត្តហើយចំណែកម៉ាក់របស់ទីនវិញមើលមុខទៅកាន់កូនស្រីរបស់គាត់ដូចជាបានដឹងអំពីអត្តចរិតរបស់កូនស្រីរបស់គាត់នឹងនោះហើយប៉ារបស់ស៊ីយ៉ានវិញក៏បានសំទោសទៅកាន់ម៉ាក់របស់ទីនចឹងទៅអំពីរឿងដែលកូនប្រុសរបស់គាត់គឺធ្វើដាក់ទៅកាន់កូនស្រីរបស់ម៉ាក់របស់ទីននឹងនោះម៉ាក់របស់ទីនចឹងទៅគាត់ក៏បានស្ដីឲ្យទៅកាន់ទីនជាមួយនឹងរឿងដែលកូនស្រីរបស់គាត់កំពុងតែធ្វើហើយចំណែកឯមើលទៅកាន់ស៊ីយ៉ានវិញនោះគាត់គឺដឹងថាអ្នកមីងនោះកូនស្រីរបស់អ្នកមីងនឹងគឺជាអ្នកធ្វើខុសហើយចំណែកប៉ារបស់ស៊ីយ៉ានវិញគឺថាឲ្យស្ដីឲ្យវាយទៅកាន់ស៊ីយ៉ានក្នុងនាមជាមនុស្សប្រុសបែរជាតលាក់កំហុសទាំងអស់ឲ្យទៅកាន់មនុស្សស្រីយ៉ាងម៉េចខ្លួនឯងជាអ្នកធ្វើនឹងគឺទទួលទៅនិយាយទៅម៉ាក់ប៉ារបស់ពួកគាត់ទាំងពីរហ្នឹងគឺអត់មានកាន់ជើងរបស់កូនរបស់ពួកគាត់ទេណាវាយហើយគឺឌឺដងទៅកាន់កូនរបស់ពួកគាត់ទាំងពីរដូចជាដឹងអំពីអត្តចរិតរបស់កូនរបស់ពួកគាត់ទាំងពីរអ្នកនឹងចឹងកំពុងតែដើរត្រឡប់ទៅផ្ទះហ្នឹងបែរជាស៊ីយ៉ានគាត់ក៏លេចទៅអីគេមួយពួកឃើញកូនរបស់គាត់ក៏លេចគាត់ក៏បានមកមើលហើយគាត់ដូចជាបានឃើញកាតមួយអាកាតហ្នឹងដូចជាកាតដែលគាត់ទទួលបានបន្ទុកជាមួយនឹងការលេងហ្គេមនៅផ្សារទំនើបចាំតិចទៀតចាំអេដមីននឹងគឺប្រាប់ចំណែកឪពុកវិញឥឡូវនឹងឃើញកាតមួយនឹងត្រឡប់មកដល់ផ្ទះហើយស៊ីយ៉ានវិញគាត់គឺបានលើកតែឲ្យទៅកាន់ឪពុករបស់គាត់ទាំងឪពុករបស់គាត់គឺបានសួរទៅកាន់កូនប្រុសរបស់គាត់អំពីបន្ទុកប្រចាំខែដែលកូនប្រុសរបស់គាត់ទទួលបានក្នុងខែហ្នឹងគឺប៉ុន្មានទៅហើយចំណែកកូនប្រុសវិញគឺអត់ចង់ហ៊ានឆ្លើយទេប៉ាបានមកល្មមតែប៉ាបានល្អដែរតើហើយចំណែកប៉ាវិញឲ្យទៅកាន់ស៊ីយ៉ានហ្នឹងគឺប្រាប់មកហើយស៊ីយ៉ានណាអ្នកទាំងអស់គ្នាបន្ទុកដែលគាត់ទទួលបានហ្នឹងគឺប៊ីសធ្លាក់អញ្ចឹងមានន័យថាគាត់ហ្នឹងគឺជាប់គឺបន្ទុក60សពអញ្ចឹងទៅគាត់គឺទទួលបានបន្ទុក61 62 63អញ្ចឹងឪពុកនៅពេលដែលបានស្ដាប់ឮពាក្យសម្ដីដែលកូនប្រុសរបស់គាត់និយាយឲ្យទៅរៀនរាល់ថ្ងៃបន្ទុកបានត្រឹមតែប៉ុណ្្នឹងទេអញ្ចឹងគាត់គឺខឹងទៅកាន់កូនប្រុសរបស់គាត់ខ្លាំងមែនទែនឥឡូវហ្នឹងថ្ងៃថ្មីរបស់ស៊ីយ៉ានក៏បានមកដល់នៅពេលដែលស៊ីយ៉ានត្រឡប់មកដល់ថ្នាក់របស់គាត់វិញទឹកមុខរៀងសពូនបន្តិចនៅពេលដែលមិត្តភក្តិរបស់គាត់ប្រវត្តិទៅលេខបាល់ក៏គាត់នឹងគឺបដិសេធប៉ុន្តែបែរជាគាត់តម្លាក់កំហុសឯរឿងដែលគាត់កាត់ឡើងការប្រយុទ្ធមិញតម្លាក់កំហុសទាំងអស់ឲ្យទៅកាន់ទីនដោយសារតែជួបជាមួយទីននឹងឥឡូវហ្នឹងគឺចង់រៃមកកាន់គាត់ដល់កហើយការដែលគាត់នឹងគឺខំលេងដើម្បីទទួលបានបន្ទុកជាច្រើនរាប់ម៉ឺនប៉ុន្តែឥឡូវនឹងត្រូវប៉ារបស់គាត់នឹងគឺបានដកហូតបាត់ហើយចំពោះរឿងរ៉ាវទាំងអស់មើលធ្វើឲ្យតកាន់ជីងយូគាត់ក៏បានស្ដាប់ឮនៅពេលដែលជីងយូស្ដាប់ឮមើលទៅគាត់ដូចជាមានគំនិតអីមួយមកចឹងដាក់លើតកាន់ស៊ីយ៉ាន់ហើយគាត់ស្ដាប់ឮហើយមិនចាំយូរទេឥឡូវហ្នឹងគាត់ក៏បានយករឿងមួយហ្នឹងគឺមកពិភាក្សាជាមួយលីងស៊ីទោះបីជាពួកគាត់ទាំងពីរនៅក្រំជាមួយនឹងគ្នាមែនតែគាត់ក៏បានផ្ដល់ជាយោបល់ឲ្យតកាន់លីងស៊ីហ្នឹងគឺវិធីសាស្ត្រអូសទាញទៅកាន់ស៊ីយ៉ាន់ជឿចូលនៅក្នុងក្រុមជាមួយនឹងគាត់នឹងនោះស៊ីយ៉ាន់គាត់មិនចូលចិត្តលេងហ្គេមបែបកាតនៅក្នុងផ្សារទំនើបហ្នឹងឯងអញ្ចឹងឲ្យតកាន់លីងស៊ីហ្នឹងគឺចេះលេងអញ្ចឹងទៅនៅថ្ងៃស្អែកពួកគាត់ទាំងពីរហ្នឹងគឺត្រូវតែទៅកន្លែងលេងមួយនឹងជាមួយគ្នានៅថ្ងៃស្អែកហ្នឹងទៀត
ពួកគាត់ទាំងពីរមិនចាំយូរទេមកដល់ទីតាំងកន្លែងផ្សារទំនើបនឹងអានឹងដូចជាហ្គេមស្អីគេទៅនេះនៅក្នុងផ្សារទំនើបដូចជាមានគេលេងច្រើនណាចូលមកដល់ខាងក្នុងហ្នឹងគឺបានឃើញជាមួយនឹងស៊ីយ៉ាននឹងចំពោះស៊ីយ៉ានវិញថ្ងៃហ្នឹងប៉ារបស់គាត់ត្រូវយកមកបិទការរបស់គាត់ឲ្យគាត់នឹងគឺលេងតទៀតទេប៉ុន្តែជីងយូក៏ដូចជាមួយនឹងលេងស៊ីវិញគាត់គឺមានលក្ខខណ្ឌបើសិនជាគាត់ជួយលេងទទួលបានពិន្ទុច្រើនស៊ីយ៉ាននឹងគឺចូលនៅក្នុងក្រុមរបស់លីងស៊ីនឹងគឺបានអត់ហើយចំពោះស៊ីយ៉ានវិញគាត់ក៏បាននិយាយថាគាត់គឺព្យាយាមលេងច្រើនថ្ងៃច្រើនខែច្រើនឆ្នាំហើយមិនទទួលបានពិន្ទុល្អទេឥឡូវហ្នឹងពួកគាត់ទាំងពីរអត់ដែរលេងប៉ុណ្ណឹងឲ្យទទួលបានពិន្ទុល្អជាងគាត់ហ្នឹងគឺយ៉ាងម៉េចទាំងហុចការរបស់គាត់ឲ្យទៅកាន់ពួកគាត់ទាំងពីរអ្នកហ្នឹងហើយស៊ីយ៉ាននៅពេលហ្នឹងគាត់ក៏សំលាត្រឡប់ពួកគាត់ទាំងពីរអ្នកហ្នឹងគឺទៅផ្ទះសិនហើយឥឡូវហ្នឹងគឺដល់ពេលដែលពួកគាត់ទាំងពីរអ្នកហ្នឹងគឺចាប់ដើមបញ្ចេញជាមួយនឹងវិជាគុណដែលពួកគាត់មិនដែលលេងសោះចាំមើលតាពួកគាត់នឹងគឺលេងទទួលបានពិន្ទុប្រមាណចាប់ដើមការលេងហ្នឹងដូចជារៀងល្អតាំងពីដំបូងនឹងតែម្ដងអ្នកទាំងអស់គ្នាទោះបីជាលេងស៊ីនឹងគឺអត់ដែលលេងតាំងពីដើមមែនប៉ុន្តែមើលការលេងរបស់គាត់ក៏ដូចជាមួយនឹងប្រើប្រាជ្ញាប្រើល្បិចរបស់គាត់យល់យូរទៅធ្វើឲ្យគាត់នឹងគឺលេងកាន់តែល្អទៅនៅពេលដែលលេងកាន់ល្អទៅប្រកាសជាគាត់នឹងគឺឈ្នះបានច្រើនហើយមើលទៅនៅពេលដែលគាត់ឈ្នះបានច្រើនតុក្កតាឬក៏កាក់ឬក៏អីហ្នឹងគាត់ដូរយកអាក្រាស់នេះអ្នកទាំងអស់គ្នាអាក្រាស់នេះមិនដឹងថាជីស្អីគេទេដូរពីគេដើម្បីគាត់នឹងគឺសំបន្ទុនឹងគឺបានច្រើននឹងនោះនៅពេលដែលគាត់នឹងគឺខិតខំប្រឹងប្រែងប្រកួតប្រជែងលេងហ្គេមនឹងគឺមិនដឹងថាអស់ប្រមាណមកប្រមាណអីទេគាត់ក៏ទទួលបានពិន្ទុល្អមែនទទួលបានពិន្ទុល្អហើយឥឡូវហ្នឹងគាត់ក៏ទទួលបានកាតមួយទៀតកាតនឹងហើយគឺជាកាតដែលស៊ីយ៉ាននឹងគឺចង់បានខ្ពស់ជាងគេនឹងនោះអញ្ចឹងទៅឥឡូវហ្នឹងការងាររបស់គាត់គឺជោគជ័យហើយថ្ងៃថ្មីគឺបានមកដល់អត់ចាំយូរទេយកកាតមួយនឹងឲ្យទៅកាន់ស៊ីយ៉ាននឹងគឺបានមើលហើយពិន្ទុគឺខ្ពស់ណានៅពេលដែលបញ្ចប់ផែនការរបស់គាត់ជោគជ័យអញ្ចឹងឥឡូវនឹងស៊ីយ៉ានគឺយកព្រមចូលនៅក្នុងក្រុមរបស់លីងស៊ីអត់ចំពោះស៊ីយ៉ានវិញអ្នកទាំងអស់គ្នាអាការប្រកួតប្រជែងបែបប្រើខួរប្រើអីច្រើនអញ្ចឹងទៅគាត់ដូចជាអត់សូវចាប់អារម្មណ៍ទេប៉ុន្តែធ្វើឲ្យទៅកាន់ជីងយូវិញគឺសួរថាកាតហ្នឹងគាត់ខំប្រឹងឥឡូវហ្នឹងគឺយកឬក៏អត់យកចូលឬក៏អត់ចូលធ្វើឲ្យទៅកាន់ស៊ីយ៉ានគឺមិនទាន់បានឆ្លើយផងប៉ារបស់ស៊ីយ៉ានវិញគាត់ក៏បានចូលមកដល់ល្មមប៉ារបស់ស៊ីយ៉ាននៅពេលដែលបានឃើញមិត្តភក្តិរបស់ស៊ីយ៉ានអញ្ចឹងទៅគាត់ក៏បានចូលមកសួរអំពីដេញដោថាពួកគាត់ទាំងពីរមកហ្នឹងគឺធ្វើអីអញ្ចឹងទៅហើយចំណែកជីងយូអត់មានបត់បែនច្រើនទេដោយសារតែពេលខាងមុខទៀតគឺមានការប្រកួតប្រជែងប្រឡងគណិតវិទ្យានៅប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងឲ្យទៅកាន់ប៉ារបស់ស៊ីយ៉ានចំពោះប៉ារបស់ស៊ីយ៉ានព្យាយាមមើលមុខទៅកាន់កូនប្រុសរបស់គាត់ថ្មើហើយចំពោះពួកគាត់ទាំងពីរនាក់នេះវាព្យាយាមបញ្ចុះបញ្ចូលឲ្យទៅកាន់ស៊ីយ៉ានហ្នឹងហើយចំពោះស៊ីយ៉ានហ្នឹងអ្នកទាំងអស់គ្នានៅពេលដែលប៉ារបស់គាត់មើលអញ្ចឹងទៅមិនស៊ីយ៉ានហ្នឹងគាត់អត់ចង់ប្រកួតប្រជែងហ្នឹងប៉ុន្តែប៉ាប្រកាសជាចង់ឲ្យកូនប្រុសរបស់គាត់ចូលនៅក្នុងក្រុមសិស្សបកែដើម្បីឲ្យសមត្ថភាពកូនប្រុសរបស់គាត់មានការវិវត្តទៅពេលខាងមុខហ្នឹងនោះនៅពេលហ្នឹងធ្វើឲ្យទៅកាន់ស៊ីយ៉ានហ្នឹងគឺចូលតាក់របស់ជីងយូក៏ដូចជាមេលីងស៊ីហើយគាត់ណាគឺមិនអាចឆ្លើយបដិសេធនៅមុខប៉ារបស់គាត់បានទេត្រូវតែឆ្លើយយល់ព្រមនៅពីមុខប៉ារបស់គាត់អញ្ចឹងឥឡូវហ្នឹងផែនការរបស់ជីងយូក៏ដូចជាមួយនឹងលីងស៊ីពួកគាត់គឺបានជោគជ័យគឺទាញទៅកាន់ស៊ីយ៉ានហ្នឹងគឺចូលទៅក្នុងក្រុមរបស់គាត់បានរហូតដល់ស៊ីយ៉ានហ្នឹងគឺតល់ច្រកត្រូវតែចូលតែម្ដងបន្ទាប់ពីផែនការរបស់ពួកគាត់ទាំងពីរអ្នកហ្នឹងគឺទទួលបានជោគជ័យហើយឥឡូវនោះពួកគាត់ទាំងពីរក៏បានចេញមកខាងក្រៅអង្គុយនៅមាត់សមុទ្រឬក៏មាត់ទន្លេទៅនេះអង្គុយនឹងទៅគឺមានអារម្មណ៍ថាអ្វីដែលគាត់ខំប្រឹងធ្វើតែប្រមាណជោគជ័យហើយគាត់គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនស្នាមញញឹមរបស់លីងស៊ីក៏ដូចជាមួយនឹងកសែភ្នែករបស់ជីងយូដែលកំពុងតែមើលទៅកាន់លីងស៊ីនឹងដូចជាកសែភ្នែកធ្លាក់ក្នុងលងស្នេហ៍របស់គេមិនចឹងទេហើយពួកគាត់ក៏បានចាប់ដើមការលេងការសប្បាយជាមួយនឹងគ្នានឹងគឺមួយក្បែរគ្នានឹងទៅណាអូយលេងសប្បាយជាមួយនឹងគ្នានឹងក៏ស្លេះត្រឹមតែប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនចាំជួបជាមួយនឹង admin ភាគទី4បន្តទៀតបាយបាយ